ជំរាបសួរបងប្អូននៅក្នុងរកាប់ទេនេះគឺជាវីដេអូលើកទី9របស់ខ្ញុំមុនដំបូងទាំងអស់ខ្ញុំសូមនិយាយទៅកាន់បងប្អូនទាំងអស់គ្នាដែលបាន like និង share និងគាំទ្រខ្ញុំដែលបានផ្ញើសារមកខ្ញុំជាង 4000 នាក់នោះខ្ញុំសូមអរគុណថ្ងៃនេះខ្ញុំចង់និយាយទៅកាន់ជនបដិការនិងមនុស្សម្នាក់តែងតាំងខ្លួនជាស្ដេចម្ដងទៀតត្រកូលហ៊ុនម៉េចឯងយ៉ាងណាហើយក្នុងរយៈ3ថ្ងៃនេះឯងឃើញការរួមកម្លាំងរបស់ប្រជាជនខ្មែរនៅក្នុងឬក្រៅប្រទេសនៅឯងឃើញនៅក្នុងប្រទេសឯងធ្វើដូចជាឯងនឹងខ្លាំងណាស់ឯងធ្វើបានទៅលើតែជនខ្សោយខ្មែរយើងដែលគាត់ស្មោះត្រង់គាត់ទៀងត្រង់ឯងធ្វើតែអំពើអាក្រក់ដាក់គាត់ប៉ុន្តែឯងឃើញអត់ពេលណាបងប្អូនខ្មែរយើងរួមដៃជាមួយគ្នានៅក្នុងឬក្រៅប្រទេសឯងឃើញទេច្រកមួយឯងដើរមិនចង់បានផងយើងចង់និយាយប្រាប់កាន់ឯងប្រាប់ឯងថាគឺវាអញ្ចឹងណាបងប្អូនខ្មែរយើងប្រជាជនខ្មែរយើងគឺជាប្រជាជនមួយដ៏ស្លូតត្រង់បំផុតក្នុងពិភពលោកនេះប្រជាជនខ្មែរយើងមិនថាគណៈបក្សសង្គ្រោះជាតិឬក៏ CCP ឬក៏ LDP ទេខ្ញុំចង់និយាយទៅកាន់ឯងថាពេលណាគេឆ្អែតអស់ហើយគេរួមគ្នាគេធ្វើការនៅក្នុងឬក្រៅប្រទេសមិនអោយឯងមានផ្លូវដើរទេឯងដឹងអត់ជនក្បត់ជាតិត្រកូលហ៊ុនឯងហ្នឹងទៅដល់ណាធ្វើឲ្យប្រទេសជាតិយើងអាប់អន់ដល់ហ្នឹងខ្ញុំចង់និយាយទៅកាន់ឯងថាឯងឃើញស្រាប់ហើយនៅនៅ APEC meeting អង្គប្រជុំនៅអាស៊ីអង្គប្រជុំឯងឃើញហើយគ្មានអ្នកណាចង់និយាយទៅកាន់ឯងទេពីព្រោះអីគេមិនចង់ពាក់ព័ន្ធដល់មនុស្សអាក្រក់ថោកទាបល្ងងខ្លៅដូចឯងចឹងគេមិនចង់ប៉ះពាន់ដល់កន្លែងហ្នឹងពីព្រោះឯងវាថោកដល់គេឯងឃើញស្រាប់ហើយនៅក្នុងអាស៊ីអង្គប្រជុំអាស៊ីឯងនិយាយទៅកាន់ President Trump ឯងប្រើសិលធម៌មួយគេហៅថាបញ្ចូលចិត្តវិទ្យាភាសាអង់គ្លេសហៅថា reverse psychology ឯងនិយាយទៅកាន់គាត់ប្រើពាក្យទន់ភ្លន់ឯងស្មានដល់ President Trump ហ្នឹងគាត់ជាមនុស្សល្ងងឯងដឹងអត់ប្រធាននាយកបតីឬនាយករដ្ឋមន្ត្រីនៅបរទេសនៅប្រទេសផ្សេងគេសិតតែរៀនចប់បរិញ្ញាបត្រគេសិតតែធ្វើជាមេធាវីគេសិតតែអ្នកចេះដឹងអ្នកឆ្លៀសវៃឯងនិយាយទៅកាន់គេឯងប្រើសិលធម៌ដល់ reverse psychology ឯងស្មានគេស្ដាប់ឯងតាមកាពិតទៅគេមិនស្ដាប់ឯងទេគេដឹងថាដៃរបស់ឯងប្រឡាក់សិលឈាមប្រជាជនខ្លួនឯងគេមិនស្ដាប់ឯងទេប៉ុន្តែដោយសារគេស្ងំគឺគេគោរពនៅអង្គប្រជុំអាស៊ានអញ្ចឹងគេឲ្យឯងនិយាយទៅប៉ុន្តែពាក្យសម្ដីរបស់ឯងញែកប្រមាណហ្នឹងគ្មាននរណាគេយកចិត្តទុកដាក់ទេគេដឹងថាឯងនឹងមនុស្សម្នាក់ទៀតតែងតាំងខ្លួនជាស្ដេចសញ្ញេធ្វើជាច្បាប់លួចដូរច្បាប់រដ្ឋធម្មនុញ្ញរបស់ខ្មែរដើម្បីឲ្យឯងប្រើតាមចិត្តសម្រាប់ខ្មែរតាមចិត្តធ្វើអំពើសាងបាបកម្មឲ្យខ្មែរយើងគ្រប់ពេលវេលាទឹកខ្មែរយើងទឹកផ្នែកហូរគ្រប់ពេលវេលាគ្រប់ថ្ងៃគ្រប់សពបែបយ៉ាងគឺដោយសារឯងនឹងស្ដេចម្នាក់ហ្នឹងឯងដឹងអត់ត្រកូលឯងនឹងគឺជាត្រកូលមួយថោកទាបបំផុតដែលធ្វើឲ្យប្រទេសរបស់យើងកាន់តែតូចទៅហើយគ្រោះថ្នាក់កាន់តែខ្លាំងឡើងយើងចង់ប្រាប់ឯងថាខ្មែរចំនួនក្រោយដូចយើងនឹងមិនអង្គុយឲ្យឯងជន់ក្បាលទៀតទេរូបឯងឬក៏ស្ដេចខ្លាំងហ្នឹងយើងមិនអោយឯងទាំងអស់គ្នាពីគ្រឿងនឹងជន់ក្បាលយើងទៀតទេហើយខ្ញុំចង់និយាយទៅកាន់បងប្អូនខ្មែរទាំងអស់គ្នាដែរពេលនិយាយដល់មនុស្សពីរនាក់ហ្នឹងសូមបងប្អូនកុំលើកដាក់ចំពះពួកវាទៀតបងប្អូនឃើញស្រាប់ហើយពេលវាចាញ់ទៅប្រជុំនៅអាស៊ានបងប្អូនឃើញទេមិននៅ APEC បងប្អូនឃើញអត់វាយកប្រទេសរបស់យើងទាំងមូលយកទៅទម្លាក់ចូលទៅបាត់សមុទ្រហ្នឹងបងប្អូនខ្មាស់គេណាស់បងប្អូនខ្ញុំមិនខ្វល់ថាបងប្អូនគណៈបក CPP ឬក៏ CNRP ឬក៏ LDP ទេពីព្រោះអីពេលណាតែអាទិត្យលិចទៅបងប្អូននៅជាខ្មែរដូចខ្ញុំចឹងខ្ញុំនៅជាខ្មែរដូចបងប្អូនចឹងខ្ញុំមិនខ្វល់ថាឪពុកម្ដាយបងប្អូនញាតិជាតូនជាតារបស់បងប្អូនជាជនជាតិអីគឺចាមលាវសៀមថៃអីមិនខ្ញុំមិនខ្វល់ទេប៉ុន្តែពេលណាព្រះអាទិត្យលិចទៅបងប្អូននៅជាខ្មែរចំពោះខ្ញុំដដែលចឹងខ្ញុំចង់និយាយប្រាប់បងប្អូនថាប្រទេសយើងកំពុងលង់នៅក្នុងស្ថានភាពមួយដោយពីគ្រឿងនឹងបងប្អូនម្នាក់តែងតាំងខ្លួនជាច្បាប់
ដោយច្បាប់ធម្មនុញ្ញគ្រប់សពបែបយ៉ាងមិនខ្លាចអារម្មណ៍មិនខ្លាចការរស់នៅរបស់ប្រជាជនហើយម្នាក់ទៀតវាក្បត់ជាតិទាំងស្រុងវាសម្លាប់ប្រជាជនវាប្លន់យកទឹកដីរបស់គេខ្ញុំចង់ប្រាប់ទៅត្រកូលហ៊ុនឯងណាត្រកូលហ៊ុនឯងបានមើលប្រវត្តិសាស្ត្រទេពិភពលោកកូដាហ្វីសាដាមហ៊ូសែនប្រជាជនគេអូសវាចេញមកចងកណាខ្ញុំសូមនិយាយម្ដងទៀតសាសនាព្រះយេស៊ូវដូចខ្ញុំសូមបន់ព្រះអោយថ្ងៃណាមួយប្រជាជនខ្មែរយើងឡើងឈរធ្វើអំពើរបៀបនឹងដាក់លោកឯងដោយកូដាហ្វីសាដាមចឹងហ៊ូសែនចឹងពីព្រោះឯងជាជនថោកទាបបំផុតនៅក្នុងពិភពលោកនេះឯងសម្លាប់មនុស្សហើយឯងគ្មានអារម្មណ៍ថាសម្លាប់ទៀតហើយបើស្ដេចឯងទៀតផ្ញើនាយករដ្ឋមន្ត្រីមួយឲ្យទៅនឹង APEC ឲ្យទៅកន្លែង ASEAN ទៅប្រជុំអង្គប្រជុំឯងមានការអាម៉ាស់អត់ពេលអត់មានអ្នកណានិយាយរកវាអត់មានណាដែលថារាប់រវាអញ្ចឹងឯងមានការអាម៉ាស់ទេឯងជាស្ដេចប៉ុន្តែខ្ញុំជឿជាក់ថាឯងមិនមានការអាម៉ាស់ទេពីព្រោះឯងគ្មានឧត្តមគតិជាខ្មែរផងហ្នឹងហើយខ្ញុំមិនដឹងថាការស៊ីរៀនរបស់ឯងជាយ៉ាងណាទេអញ្ចឹងឯងគ្មានឧត្តមគតិជាខ្មែរអញ្ចឹងឯងគ្មានការអាម៉ាស់ទេមែនទេខ្ញុំនិយាយត្រូវអត់ខ្ញុំចង់និយាយថាឯងចាក់ចេញពីប្រទេសខ្ញុំទៅខ្ញុំជាកូនខ្មែរជំនាន់ក្រោយពួកខ្ញុំមិនបានលើកតែងតាំងឯងជាស្ដេចទេឯងធ្វើឲ្យប្រទេសរបស់ខ្ញុំធ្លាក់កោនទៅក្រោមបាត់សមុទ្រអញ្ចឹងឯងសូមឯងចុះចេញពីប្រទេសរបស់ខ្ញុំហើយសូមឯងចុះចេញពីប្រទេសកម្ពុជាកុំអោយត្រឡប់មកវិញឯងអាចឆ្លោះទៅរស់នៅទីក្រុងវ៉េបានតាដូចខ្ញុំនិយាយលើកមុនអញ្ចឹងឯងទៅរស់នៅប្រទេសម្ដាយរបស់ឯងទៅប្រទេសចំណូលរបស់ឯងទៅគ្មានអ្នកណាធ្វើឯងទេសូមចាត់ចេញពីប្រទេសរបស់ខ្ញុំកុំអោយធ្វើឲ្យប្រទេសខ្ញុំអត់អន់កិត្តិយសនៅក្នុងអង្គប្រជុំអាស៊ានឬ APEC ទៀតហើយអត្តកូលហ៊ុនឯងខ្ញុំចង់និយាយកាន់តែអត្តកូលហ៊ុនឯងទៀតឯងធ្វើទៅឯងរំលែកគណៈបកសង្គ្រោះជាតិឯងធ្វើទៅឯងត្រូវដឹងហើយអង្គការសហប្រជាជាតិតើគេហ៊ាននិយាយអីគឺគេធ្វើអញ្ចឹងគេត្រឹមតែបង្រៀនឯងជាមេរៀនទី1មិនអោយគេមិននិយាយរកឯងហើយហ្នឹងមេរៀនទី1របស់គេហ្នឹងបង្រៀនឯងបើឯងមកភ្ញាក់ខ្លួនទៀតនៅមេរៀនទី2នៅមេរៀនទី3ទៀតវានឹងបន្តជាកើតឡើងខ្ញុំចង់ប្រាប់ឯងទៅពេលណាកូនខ្មែរនៅក្នុងឬក្រៅប្រទេសខ្ញុំមិនខ្វល់ដូចខ្ញុំនិយាយមិនចឹងមិនខ្វល់ថាគណៈបកសង្គ្រោះជាតិ CPP ឬក៏ DLP ទេពេលណាព្រះអាទិត្យលិចយើងខ្មែរដូចជាគ្នាបងប្អូនកុំអោយអាពីរគ្រឿងនេះវាបង្វឹកយើងទៀតបងប្អូនអាពីរគ្រឿងនេះវាធ្វើអ្វីគឺគ្មានឧត្តមគតិជាខ្មែរទេបងប្អូនវាមានជាការកលងងខ្លៅសម្រាប់ប្រជាជនហើយលួចជាតិយើងតែប៉ុណ្ណឹងបងប្អូនសូមបងប្អូនទាំងអស់គ្នាកុំខ្លាចទៅទៀតសូមបងប្អូនទាំងអស់គ្នាមេត្តាចេញវីដេអូច្រើនថាឲ្យវាជេរវាកុំខ្លាចពីព្រោះឲ្យពួកវាពីរនាក់នឹងគ្មានឧត្តមគតិជាខ្មែរទេបងប្អូនអាម្នាក់នោះវាមានឧត្តមគតិជាខ្មែរប៉ុន្តែវាល្ងងគឺថាល្ងងមកហើយវាជាគិតកោអញ្ចឹងយើងប្រើឆ្កាវាក៏មិនដូចគ្នាហើយអាមួយទៀតវាគឺជាជនបង្កប់ខ្លួនធ្វើជាស្ដេចរបស់យើងយកប្រទេសរបស់យើងដោយពេញច្បាប់ដែលខ្ញុំបាននិយាយលើកមុនអញ្ចឹងខ្ញុំប្រាប់បងប្អូនទៅខ្ញុំជាខ្មែរជំនាន់ក្រោយបើមិនសិនជាខ្ញុំមិនមានការគោរពហើយគ្មានអ្នកគោរពលោកឯងទេហើយពួកខ្ញុំមិនបានតែងតាំងលោកឯងជាស្ដេចនៅប្រទេសខ្ញុំទេសូមមេត្តាចាស់ចេញហើយត្រកូលហ៊ុនឯងត្រូវចាំបងប្អូនខ្មែរនៅក្នុងឬក្រៅប្រទេសគេឆ្អែតហើយឯងឃើញទេនឹងគឺគេរូបមន្តទី1ដែលសហរដ្ឋសហប្រជាជាតិគេបរិញ្ញាឯងហើយដែលគេមិននិយាយរកឯងហើយឯងខំទៅចាប់ជើងជាមួយគេខំណាស់មិនមែនអានោះគឺមិនមែនជាកិច្ចការរបស់នាយករដ្ឋមន្ត្រីទេកិច្ចការនាយករដ្ឋមន្ត្រីគឺគេអង្គុយជាមួយទល់មួយនិយាយពីហេតុនិយាយពីស្ដីអំពីប្រទេសជាតិស្ដីអំពីសេដ្ឋកិច្ចគេមិនយករឿងបែកកំប្លុកផ្លេចផ្លោះជាងយកមកនិយាយតែផ្ដេសផ្ដាស់ទេបានន័យថាឯងនឹងគឺជាខ្វះការចេះដឹងគឺជាគិតកោមួយដ៏ពេញសេរីសម្រាប់ប្រជាជនខ្មែរគឺដល់ល្ងងគឺថាបាត់សមុទ្រហ្មងឯងគ្មានអីគឺថាគេទៅហៅថាមនុស្សទៀតឯងយល់អត់គឺថាពូជឯងនឹងគឺថាមកពូជឯងគឺថាដូចថាខ្ញុំមិនត្រូវហៅមនុស្សខ្ញុំត្រូវហៅថាស្វានៅអាហ្វ្រិកបើតាមខ្ញុំនិយាយទៅហើយស្ដេចឯងនឹងខ្ញុំមិនដឹងថាស្ដេចអីទេបើតាមខ្ញុំមើលទៅគេថាប្រាប់ខ្ញុំថាគឺស្ដេចទីម៉ូងប្រហែលជាខ្ញុំមិនមែនថាស្ដេចទីម៉ូងទេគឺថាស្ដេចឯងនឹងគឺថាស្ដេចមួយដែលคล้ายបង្កប់ខ្លួនយកជាតិរបស់ខ្ញុំឲ្យស្របច្បាប់សូមមេត្តាចាត់ចែងខ្ញុំជាអ្នកធ្វើវីដេអូនេះផ្ញើទៅជូនស្ដេចឯងនិងអត្រកូលហ៊ុនសូមឲ្យវាបានស្ដាប់ផង